បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺជាវីដេអូរបៀបតម្លើងកម្មវិធី SPSS ជាកម្មវិធីដែលយើងប្រើសម្រាប់វិភាគទិន្នន័យគូក្រាបផ្សេងៗហ្នឹងស្រង់ទិន្នន័យជាទិន្នន័យផ្សេងអីនៅក្នុងកិច្ចការស្រាវជ្រាវអញ្ចឹងជាដំបូងពេលដែលយើង download ហើយបាទអញ្ចឹងវាមានទម្រង់ជា file បែបនេះជា file zip.zip ចាប៉ុន្តែយើងត្រូវចុចคลิกមកស្រាំ show in folder មកណាចឹងសិនមកបាទចឹងយើងបានទម្រង់បែបនេះនេះជា file zip នៅក្នុង Windows 11វានឹងបង្ហាញជាលក្ខណៈអញ្ចឹងតែបើ Windows Windows 10អាចជាលក្ខណៈរូបពណ៌ផ្សេងៗរបស់កម្មវិធី RAR ឬក៏កម្មវិធី zip ចឹងទៅអញ្ចឹងយើងត្រូវចុច clear វាសិនណាដល់ពេលដែលយើងបើកហើយយើង clear វាសិនឥឡូវខ្ញុំសូម copy វាយកទៅដាក់នៅក្នុង desktop បាទអញ្ចឹងយើងបានហើយយើងចុចពលាវាคลิกមកស្ដាំយកពាក្យបាទ show more នេះមកយើងយកពាក្យ extract here មកណាឬក៏ extract file បានហើយចុច OK ហើយរងចាំបាទអញ្ចឹង file ដែលយើងពលាហើយនេះឈ្មោះវាណា file ជាលក្ខណៈ folder អញ្ចឹងដល់ពេលដែលយើងពលាហើយយើងចុចបើកវាមកបាទបើក folder មកតង់ទៀតមកហើយយើងមើល file set up របស់យើងគឺនៅចុងកន្ទុយពាក្យថា.exe នឹងជា file ដែលយើងសម្រាប់តម្លើងណាអញ្ចឹងចុច click មកស្ដាំយកពាក្យ run as administrator ហ្នឹងមកបាទអញ្ចឹងកម្មវិធីយើងកំពុងតម្លើងហើយនេះចុច next ទៅមុខហើយចុច accept ចុច next បាទចុច next ចុច install អញ្ចឹងរងចាំវាបន្តទៀតបាទអញ្ចឹងរួចរាល់ហើយយើងកុំតន់អាចចុច start static license នេះណាកុំអាដក text វាសិនមកហើយចុច finish បាទតមកទៀតយើងទៅបើក folder យើងមិនដដែលនៅក្នុងពាក្យថា crack បាទហើយយកពាក្យ read more ដើម្បីយើងអានសេចក្តីណែនាំសិនអញ្ចឹងយើងមើលអញ្ចឹងទី1គេឲ្យយើង install កម្មវិធីអញ្ចឹងមិនយើង install ចប់ហើយអញ្ចឹងទី2ដំណាក់កាលទី2គេឲ្យយើង copy file ដែលមានឈ្មោះថា JRE ពីនៅក្នុង folder update នៅក្នុង folder នេះដែលឈ្មោះថា update នេះបាទ to install direct នេះនៅpass នៅក្នុង program C ហើយនឹង IBM SPS statistic នេះ27បាទ copy license ទៅក្នុង install direction ហ្នឹងអញ្ចឹងយើងត្រូវ copy file នេះនេះបាទដាក់ហេងធំតិចឲ្យស៊ូមមើលបាទ file នេះ copy file នេះមកបាទហើយបើកនៅក្នុង drive C program file តមកទៀតរកមើលពាក្យថា IBM នេះមកតមកទៀត SPSS static version 27បាទចេញមើលទៀតមែនត្រូវអត់បាទត្រូវហើយចេញយកផាសនៅតំណឹងមក control V បាទហើយចុច replace មកបាទអញ្ចឹងជោគជ័យអញ្ចឹងយើងអាចបើកកម្មវិធីហ្នឹងដើម្បី run បានណាបាទបើក program របស់យើងបាទកម្មវិធី IBM SPSS statistic version 27ហ្នឹងមកបាទរងចាំបាទនេះជាទម្រង់ welcome របស់វាបាទយើងចង់ឲ្យវាបង្ហាញជា dialog អញ្ចឹងទៀតទេយើងអាចចុចdon't show នេះមកណាបាទតែពី don't show ហើយបាទរួចរាល់ហើយយើងចុចបាទអត់វាមានអីទៀតទេយើងចុច close មកតែប៉ុណ្្នឹងទេហើយកម្មវិធីរបស់យើង
បាទ បាទចឹងកម្មវិធីមានតែប៉ុណ្្នឹងទេណាអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះហើយសូមមើលម្ដងមួយដោយយកចិត្តទុកដាក់បាទជៀសវាងនៅក្នុងការមើលហើយធ្វើអត់ដូចចឹងនៅពេលដែលធ្វើអត់ដូចមានបញ្ហាត្រង់ណាមួយវា alert ខុសពីការខ្ញុំ record ធ្វើនេះសូមថត screen ត្រង់បញ្ហាហ្នឹងហើយអាចឆាតមកសួរខ្ញុំបានណាបាទសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នា